មានមូលហេតុទេបានគាត់មកវិនិយោគផ្នែកកសិកម្មហើយនឹងដាំស្រូវសាលីនៅប្រទេសកម្ពុជា最初ですねហេតុផលដំបូងចម្បងហ្នឹងគឺមកតាមរយៈខ្ញុំមកតាមរយៈស្គាល់មកតាមរយៈគម្រោងចៃការកែច្នៃកាកសំណល់សរីរាង្គដើម្បីកែច្នៃកាកសំណល់សរីរាង្គដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្មពេលដែលយើងកែច្នៃសម្រាមសរីរាង្គឲ្យទៅជាជីកំប៉ុងនៅប្រើនៅក្នុងដីនឹងឯងដែលជាហេតុផលដែលធ្វើឲ្យខ្ញុំយល់ថាខ្ញុំគួរតែមានចំការខ្លួនឯងដែរដើម្បីពិសោធន៍នេះឯងដែលជាឫសគល់នៃការចាប់ផ្ដើមហេតុមួយណាខ្លះដែលលោកធ្វើការវិនិយោគផ្នែកកសិកម្មネギはですねបច្ចុប្បន្នគឺខ្ញុំវិនិយោគនៅលើវិស័យកសិកម្មនេះនៅក្នុងខេត្តមណ្ឌលគិរីលោកអាចរៀបរាប់បានទេថាតើមុខដំណាំកសិកម្មអ្វីខ្លះដែលលោកចាប់អារម្មណ៍កំពុងដាំដុះនៅក្នុងខេត្តមណ្ឌលគិរី今まではですねピポមកដល់ថ្ងៃនេះគឺខ្ញុំបានដាំដុះជាលក្ខណៈពិសោធន៍ច្រើនហើយជាចុងក្រោយគឺខ្ញុំបានពិសោធន៍លើប៉េងប៉ោះចាប៉េងប៉ោះដែលប្រជាជនខ្មែរទទួលស្គាល់គុណភាពប៉េងប៉ោះរបស់ពួកខ្ញុំនឹងគឺច្រើនប៉ុន្តែជាចុងក្រោយបច្ចុប្បន្ននេះផ្ទាល់គឺខ្ញុំផ្ដោតទៅលើដលងជប៉ុនហើយនឹងការ៉ុតដែលមានរសជាតិឆ្ងាញ់ដែលយើងកំពុងតែដាំដុះនៅក្នុងខេត្តមណ្ឌលគិរីតែម្ដងលោកអាចជំរាបប្រវត្តិការសិក្សាបន្តិចបានទេចាですね農業の学បើនិយាយទៅប្រវត្តិសិក្សារបស់ខ្ញុំចម្បងនោះគឺផ្នែកអគ្គិសនីហើយនឹងផ្នែកបរិស្ថានទេរឿងកែច្នៃរឿងអីហ្នឹងទេប៉ុន្តែដោយសារតែម្ដាយរបស់ខ្ញុំមានជំងឺមហារីកទើបបានបង្ខំចិត្តឲ្យខ្ញុំត្រូវទៅសិក្សាអំពីការរបបអាហារពាក់ព័ន្ធជាមួយនឹងការដាំដុះអីហ្នឹងបានជាខ្ញុំមានចំណេះជំនាញខាងផ្នែកកសិកម្មឡើងមកទៅបើនិយាយពី background ធំរបស់ខ្ញុំតែម្ដងគឺផ្នែក electronic ហើយនឹងបរិស្ថានរឿងកែច្នៃរឿងអីទេខ្ញុំសូមសួរលោកថាលោកអាចធ្វើការប្រៀបធៀបបានទេក្រុមហ៊ុនលោកកំពុងតែដាំស្រូវសាលីដាំដំណាំកសិកម្មទាំងអស់ហ្នឹងនៅក្នុងខេត្តមណ្ឌលគិរីហ្នឹងបើធៀបជាមួយនឹងប្រទេសជប៉ុនតើកម្រិតខុសគ្នាយ៉ាងដូចម្តេចដែរ土壌はですねសម្រាប់ខ្ញុំយល់ថាតាមពិតទៅការដាំដុះដីជាផ្នែកមួយនៃការធ្វើឲ្យរុក្ខជាតិលូតលាស់ប៉ុន្តែដើម្បីធ្វើឲ្យរុក្ខជាតិនោះលូតលាស់បានល្អមានរសជាតិឆ្ងាញ់អីនោះគឺវាពាក់ព័ន្ធជាមួយនឹងកត្តាអាកាសធាតុច្រើនជាងបើយើងនិយាយទៅដូចនៅមណ្ឌលគិរីដីក្រហមនៅប្រទេសជប៉ុនកម្រមានដីក្រហមហ្នឹងប៉ុន្តែមូលហេតុដែលបានយើងយកដំណាំពីជប៉ុនអាចយកមកបានដោយសារតែមណ្ឌលគិរីមានអាកាសធាតុដែល support លើការលូតលាស់របស់រុក្ខជាតិអញ្ចឹងបើយើងនិយាយទៅគឺដីវាគ្រាន់តែជាផ្នែក1/4ទេប៉ុន្តែកត្តាអាកាសធាតុតែវាជំរុញឲ្យដំណាំស្រូវសាលីក៏ដូចជាដំណាំផ្សេងទៀតដែលខ្ញុំកំពុងតែដាំហ្នឹងលូតលាស់បានល្អតែលោកមានគម្រោងដាំដុះនៅក្នុងប្រទេសកម្ពុជាជារៀងរហូតឬមកក៏ចាប់ត្រឹមផែនការក្នុងកម្រិតណាមួយបើនិយាយខ្លីទៅគឺវាថាខ្ញុំចង់ធ្វើការវិនិយោគនៅស្រុកខ្មែរនេះរហូតដល់អស់ជីវិតរបស់ខ្ញុំប៉ុន្តែខ្ញុំចង់បន្សល់នៅកេរ្តិ៍ឈ្មោះក៏ដូចជាស្នាដៃដល់ក្មេងៗជំនាន់ក្រោយមិនថាជនជាតិខ្មែរឬក៏ជនជាតិជប៉ុនជាពិសេសអ្វីដែលខ្ញុំកំពុងតែខំប្រឹងប្រែងនេះខ្ញុំជឿថាវាគឺជារូបភាពមួយទៅឲ្យក្មេងៗដែលគាត់យល់ថាអូកសិកម្មពេលខ្លះក៏តែចាស់បានធ្វើបានក៏ប៉ុន្តែខ្ញុំកំពុងតែធ្វើជារូបភាពមួយឲ្យក្មេងៗផ្លាស់ប្ដូរផ្នត់គំនិតដែរទោះបីជាមិនបានទាំងអស់ប៉ុន្តែជាផ្នែកទូចមួយដែលថាក្មេងៗចង់ដាំបន្លែនឹកឃើញខ្ញុំឬមួយក៏អូធ្លាប់មានជប៉ុនធ្លាប់ដាំចាមានន័យចឹងតែលោកមានក្រុមគ្រួសារជាជនជាតិខ្មែរឬក៏យ៉ាងណាទើបលោកចង់ដាំដំណាំក្នុងជាតិខ្មែរជារៀងរហូតតាមពិតទៅក្រុមគ្រួសាររបស់ខ្ញុំប្រពន្ធកូនរបស់ខ្ញុំគឺនៅប្រទេសជប៉ុនហើយជាជនជាតិជប៉ុនទេចាជាតែខាងមួយចាយ៉ាទៅណាជាឆន្ទៈរបស់ខ្ញុំជាបេសកកម្មរបស់ខ្ញុំនៅក្នុងវិស័យកសិកម្មគឺមានន័យថាមនុស្សត្រូវការរស់ដោយចំណីអាហារអញ្ចឹងយើងអាចនិយាយថាអូខ្ញុំវិនិយោគតែ1ឆ្នាំ2ឆ្នាំឬក៏5ឆ្នាំត្រឡប់ទៅវិញបានសូម្បីតែការកែច្នៃរបស់ខ្ញុំពីមុនក៏ដូចគ្នាដែរមានន័យថាទោះបីជាគម្រោងហ្នឹងអត់បានជោគជ័យប៉ុន្តែខ្ញុំអាចអភិវឌ្ឍវាពីគម្រោងមួយមកជាការវិនិយោគដោយឡែករបស់ខ្ញុំហើយខ្ញុំចង់ឲ្យដែលថាអ្វីដែលខ្ញុំកំពុងតែធ្វើនោះវាតទៅដល់កូនទៅដល់ចៅរបស់ខ្ញុំបន្តទៀតទោះបីជាខ្ញុំមានក្រុមគ្រួសារនៅប្រទេសជប៉ុនក៏ដោយក៏ប៉ុន្តែចង់ឲ្យវាយូរអង្វែងតទៅទៀតលោកអាចជំរាបបានទេអ្វីជាគុណសម្បត្តិអ្វីជាបញ្ហាប្រឈមនៅពេលលោកមកវិនិយោគនៅប្រទេសកម្ពុជាそうですね
ទី1និយាយថាចំណុចអវិជ្ជមានហ្នឹងគឺបើនិយាយទៅសម្រាប់ខ្ញុំការដាំដុះដែលខ្ញុំទៅដាំនៅមណ្ឌលគិរីគឺវាត្រូវនឹងលក្ខខណ្ឌនៃការដាំដុះ 100% ហើយពីព្រោះអីគេដូចនៅដាឡាត់គេដាំច្រើនតំបន់ដែលខ្ពស់តំបន់ដែលស្អាតប៉ុន្តែទៅវិញនៅប្រទេសកម្ពុជាពេលដែលនិយាយពីមណ្ឌលគិរីគេគិតថាឆ្ងាយក្មេងៗពេលខ្លះក៏អត់ចង់ទៅចាអ្នកធ្វើដំណើរយើងយកអូឆ្ងាយអត់ចង់ជិះឡានទៅចាអញ្ចឹងទៅម្នាក់ហាក់បីដូចជារៀបរែកនឹងគឺជាចំណុចអវិជ្ជមានប៉ុន្តែសម្រាប់ចំណុចវិជ្ជមានវិញមានន័យថាខ្ញុំដាំគឺថាត្រូវលូតលាស់បានល្អតែម្ដងហើយចំណុចអវិជ្ជមានមួយទៀតនោះដោយសារតែខ្ញុំគឺជាជនជាតិបរទេសជាងខ្ញុំមិនអាចទិញដីបានទេនៅក្នុងស្រុកខ្មែរនៅលក្ខខណ្ឌច្រើននៅក្នុងការទិញដីជាងខ្ញុំមិនអាចទិញដីបានអញ្ចឹងនៅពេលដែលយើងមានតម្រូវការចង់ពង្រីកពិបាកមែនទែនតែជាពុកសំណាងរបស់ខ្ញុំដែលបានជួបជាមួយនឹងបងដែលមានគេថាបេះដូងចង់ជួយចង់ជ្រោមជ្រែងដើម្បីចង់ឃើញកសិកម្មនៅក្នុងប្រទេសខ្មែរនឹងរីកចម្រើនទើបបានជាយើងអាចពិភាក្សាគ្នាបានច្រើនអំពីការពង្រីកដាំដុះនឹងឯងចាពីព្រោះអីយើងត្រូវការដីធំហើយមានការគ្រប់គ្រងពីអាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗដើម្បីធ្វើឲ្យ project នេះរស់លាស់ទៅដែរចាពីព្រោះអីវាមិនមែនជា project គ្រាន់តែសម្រាប់តែខ្ញុំទេគឺសម្រាប់ប្រទេសកម្ពុជានិងប្រទេសជប៉ុនតែម្ដងさっき言われたデメリットですけどបើនិយាយស្រួលស្ដាប់ទៅមានថាយើងត្រូវខ្ញុំត្រូវការជួយជ្រោមជ្រែងពីប្រជាជនខ្មែរមានថាទាំងអាជ្ញាធរឬមួយក៏អ្នកពាក់ព័ន្ធទាំងអស់ដើម្បីជួយឲ្យកសិកម្មនឹងអ្នកដែលកំពុងតែធ្វើកសិកម្មគ្រប់គ្នានឹងបានល្អឡើងវិញតែបានល្អឡើងគិតមកដល់ពេលនេះបន្ទាប់ពីលោកមានការវិនិយោគនៅខេត្តមណ្ឌលគិរីជាមួយដៃគូរបស់កាបេះដូងដ៏សែនល្អនេះថាតើលោកមើលឃើញឆន្ទៈនៃការគ្រប់គ្រងពីប្រជាពលរដ្ឋខ្មែរពីជនបរទេសជាពិសេសគឺជប៉ុនតែម្ដងមកលើកទំនិញរបស់ខ្មែរដាំលើប្រទេសខ្មែរគឺកម្រិតណាដែរそうですねただ投資というだけじゃなくて私自身ទី1ដើម្បីតាក់ទាញអ្នកវិនិយោគជប៉ុនឲ្យមកប្រទេសកម្ពុជាសម្រាប់ខ្ញុំគឺមានន័យថាយើងកុំគ្រាន់តែផលិតរបស់ដែលស្រស់នោះទេដូចជាបច្ចុប្បន្ននេះអញ្ចឹងខ្ញុំកុំគ្រាន់តែផលិតតែដលងតែប៉ុណ្ណឹងទេខ្ញុំផលិតដលងដាំដលងហើយខ្ញុំកែច្នៃវាឲ្យទៅជាដលងផ្សេងអ្នកឯងចង់កំងបកកក៏បានអ្នកឯងចង់កំងស្ងួតក៏បានចង់មកធ្វើឲ្យអ្នកជប៉ុនហ្នឹងគេចាប់អារម្មណ៍អញ្ចឹងហើយបានជាក្រុមហ៊ុនផ្សេងគេមកតាក់ទងខ្ញុំតែបើយើងគ្រាន់តែគិតតែដំណាំស្រស់មានន័យថាឱកាសការពង្រីករបស់យើងមានតិចដូច្នេះមានន័យថាដោយសារតែយើងមានការគ្រប់គ្រងនៅក្នុងស្រុកបើយើងនិយាយថាផលិតផលជប៉ុនគឺប្រជាជនខ្មែរគ្រប់គ្រងប៉ុន្តែទន្ទឹមនឹងការគ្រប់គ្រងដែរខ្ញុំក៏ត្រូវពង្រឹងនៅសមត្ថភាពគុណភាពរបស់ខ្លួនឯងដែរដូចជាការពីមុនពេលដែលយើងផលិតនៅមណ្ឌលគិរីគេថាអូឆ្ងាយតែដល់ពេលចាប់ផ្ដើមឃើញថាអូកសិផលពីមណ្ឌលគិរីមកឆ្ងាញ់ការរក្សាទុកដាក់បានល្អមានគុណភាពល្អធ្វើឲ្យគេចាប់ផ្ដើមបង្វែរគំនិតថាអូដោយសារតែការយកចិត្តទុកដាក់លើគុណភាពរសជាតិទៅបានជាមាន product នឹងល្អដែរខ្ញុំចង់បានអ្វីខ្លះពីរដ្ឋាភិបាលកម្ពុជាពីប្រទេសកម្ពុជាដើម្បីគ្រប់គ្រងផលិតផលក្នុងស្រុកそうですね我々は今はជាសំណូមពរទី1គឺដោយសារតែខ្ញុំជាជនបរទេសខ្ញុំបាននិយាយមុននឹងហើយអញ្ចឹងខ្ញុំជឿថាជនបរទេសផ្សេងៗទៀតក៏មានវិបត្តិដូចខ្ញុំដែរមានន័យថានៅពេលដែលយើងចង់ពង្រីកការដាំដុះយើងត្រូវការដៃគូយើងត្រូវការការជ្រោមជ្រែងអញ្ចឹងពេលខ្លះយើងអត់ដឹងទៅនិយាយជាមួយអ្នកណាគេទេហើយបញ្ហារឿងដីធ្លីក៏ជាបញ្ហាមួយដែលជនជាតិបរទេសពិបាកនឹងយល់ដែរជួនកាលមានបញ្ហាច្រើនហើយខ្ញុំនៅតែអរគុណបងសុធិរាដែលជាម្ចាស់ក្រុមហ៊ុនពីស្នុកាដែលជួយ support លើការដាំដុះពង្រីកលើដំណាំស្រូវសាលីអញ្ចឹងនេះគឺជាអ្វីដែលយើងបានជួបបើយើងអត់បានជួបគាត់ថាយើងពង្រីកដោយរបៀបណានេះគឺជាឧបសគ្គមួយទី2លើការពង្រីកដើមទុនដែរខ្ញុំជឿថាទាំងខ្ញុំទាំងបរទេសផ្សេងៗក៏ដូចគ្នានៅពេលយើងនិយាយថាពង្រីកបរទេសគឺពិបាកមែនតើនៅក្នុងការកម្ចីនៅក្នុងការអីពីព្រោះអីគឺគេគិតថាប្រទេសខ្មែរគឺគិតថាអូបរទេសមិនអាចខ្ចីបានទេពិបាកចាការប្រាក់ផ្សេងៗអញ្ចឹងខ្ញុំគិតថាប្រសិនណាបើរដ្ឋាភិបាលពិចារណាអំពីគម្រោងដែលបរទេសមកធ្វើនៅក្នុងស្រុកខ្មែរក៏ដោយស្រុកខ្មែរទោះបីជាបរទេសក៏ដោយគួរតែមានលក្ខខណ្ឌណាមួយដើម្បីជួយគាំពារជួយគាំទ្រដើម្បីឲ្យអាចពង្រីកបានបើយើងមើលឃើញថាថាអនាគតនោះវែងឆ្ងាយហើយអាចនឹងរីកលូតលាស់បានគួរតែពិចារណាក្នុងការជួយ
ចាមិនថាជាកម្ចីឬមួយក៏ជាផ្ដល់សម្បត្តិយ៉ាងណានោះទេចានេះគ្រាន់តែជាការសំណូមពរ とにかくですねどんどん ជាចុងក្រោយខ្ញុំគ្រាន់តែចង់ជម្រាបថាកសិកម្មនៅក្នុងប្រទេសកម្ពុជាគឺមានសក្តានុពលខ្លាំងមែនទែនមិនត្រឹមតែកត្តាដីធ្លីក៏ដូចជាអាកាសធាតុចម្បងនោះគឺធនធានមនុស្សកម្ពុជាមានកត្តាប្រជាជនវ័យក្មេងច្រើនជាងប្រទេសជប៉ុនហើយនឹងមានកំណើនថែមទៀតប៉ុន្តែបើនិយាយពីកសិកម្មអ្នករៀបរយច្រើនអញ្ចឹងហើយអ្នកដែលកំពុងតែធ្វើការនៅក្នុងវិស័យកសិកម្មវិនិយោគក្នុងវិស័យកសិកម្មត្រូវតែអភិវឌ្ឍការប្រើប្រាស់គ្រឿងចក្រការកែច្នៃឬមួយក៏ចាក់ innovation ថ្មីអញ្ចឹង innovation ហ្នឹងវាត្រូវតែដើរទៅជាមួយនឹងការវិនិយោគបន្ថែមទុនវិនិយោគរហូតដើម្បីឲ្យក្មេងៗនេះគាត់ចាប់អារម្មណ៍ក្មេងៗគាត់អាចទៅឆោព្រោះស្រូវអីបានទៀតទេតោះតែមានម៉ាស៊ីនជំនួយតោះតែមានឧបករណ៍ជំនួយបានគាត់មកធ្វើអញ្ចឹងសួរថាតើរបស់ទាំងអស់ហ្នឹងយើងទៅសុំគេបានទេអត់បានទេដូចជាខ្ញុំវិញសម្ភារៈមួយចំនួនសុំក៏ខ្ញុំអត់អាចទិញនៅស្រុកខ្មែរដែរព្រោះបច្ចេកវិទ្យាខ្លះក៏យើងយកពីប្រទេសជប៉ុនមកយកពីប្រទេសផ្សេងដែរអញ្ចឹងសរុបមកវិញមានន័យថាយើងត្រូវការការគ្រប់គ្រងហើយចំណុចនេះគឺកម្ពុជាហាក់បីដូចជាកំពុងតែមានធនធានមនុស្សហើយក៏ដូចជាធនធានដីធ្លីនៅច្រើនដែលអាចពង្រីកខ្លួនបានគ្រាន់តែជួយគាំពៀអ្នកដែលកំពុងតែធ្វើនោះឲ្យមានសមត្ថភាពដើម្បីអាចពង្រីកបានខ្ញុំជឿថាកម្ពុជានឹងក្លាយទៅជាប្រទេសមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកបាននេះជាអ្វីដែលខ្ញុំមើលឃើញក្នុងវិស័យកសិកម្មពេលដែលកំពុងthực hiệnនេះខ្លួនគេចូលទៅចំណេញច្រើនមែនតើគាត់សប្បាយចិត្តទេនៅពេលដែលមានអ្នកចាប់អារម្មណ៍ច្រើនចំណេញក្នុងពេលតាំងពីគាត់នេះいや嬉しいですよ僕は日本人ですけどតាមពិតទៅខ្ញុំសប្បាយចិត្តរកពាក្យថ្លៃមិនបាននោះទេខ្ញុំចង់ជំរាបថាក្រុមហ៊ុនរបស់ខ្ញុំអតិថិជនគឺ95%គឺជាជនជាតិខ្មែរទាំងអស់ហើយនៅថ្ងៃនេះខ្ញុំឃើញថាខ្មែរមកចូលរួមទិញច្រើនរបស់ខ្ញុំណាទិញទំនិញរបស់ខ្ញុំហ្នឹងខ្ញុំជឿថាពុំមែនគាត់អត់មានបន្លែហ្នឹងទេប៉ុន្តែគាត់ចង់គ្រប់គ្រងថាអូបន្លែជប៉ុនមកវិនិយោគនៅស្រុកខ្មែរវាគឺជាសារមួយដែលខ្ញុំអាចទទួលបានហើយតាមពិតខ្ញុំទៅតែមកពីប្រទេសជប៉ុនមិនសិនមិញទេអញ្ចឹងខ្ញុំក៏ចង់មកចូលរួមបង្ហាញថាអរគុណដល់ប្រជាជនខ្មែរដែលមកគ្រប់គ្រងស្តង់របស់ខ្ញុំនៅថ្ងៃនេះមិនសិនមិញមិនសិនមួយថ្ងៃហើយនៅថ្ងៃនេះថ្ងៃស្អែកដែរចាមានថាបន្លែរបស់ខ្ញុំដាំដោយបេះដូងហើយខ្ញុំចង់ឲ្យបន្លែដ៏ល្អហ្នឹងបានទៅដល់ប្រជាជនខ្មែរញ៉ាំទៅអូគាត់មានអារម្មណ៍ថាសប្បាយចិត្តទុកចិត្តហើយមួយទៀតគឺខ្ញុំកំពុងតែធ្វើហ្នឹងគឺចង់នាំពាក្យថា made in Cambodia កសិផលខ្មែរទៅដល់ពិភពលោកដែលខ្ញុំអាចនាំទៅថាបានខ្ញុំនាំវាទៅអរគុណបងអរគុណ